សម្ដេចជាទេប្រមនិតប៊ុនរ៉ានីនសែនប្រធានគណៈកម្មការក្រហមកម្ពុជានៃថ្ងៃទី5ខែកក្កដាឆ្នាំ2026នេះបានចាត់ក្រុមការងារទីស្នាក់ការកណ្ដាលនិងនាំដោយលោកជំទាវពុំចន្ទនីអគ្គលេខាធិការគណៈកម្មការក្រហមកម្ពុជានិងឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌប្រធានគណៈកម្មាធិការសាខាគណៈកម្មការក្រហមកម្ពុជាខេត្តកំពង់ស្ពឺនិងលោកជំទាវព្រមទាំងក្រុមប្រតិបត្តិសាខាអនុសាខាស្រុកបោះសែតយុវជនគណៈកម្មការក្រហមកម្ពុជាអញ្ជើញចុះប្រគល់ផ្ទះថ្មីចំនួន2ខ្នងជូនជនងាយរងគ្រោះបំផុតចំនួន2គ្រួសាររស់នៅភូមិព្រៃស្រឡែងឃុំទូអំពើស្រុកបោះសែតខេត្តកំពង់ស្ពឺបន្ទាប់ពីបានសាងសង់រួចកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2026ផ្ទះជាអំណរថ្លៃថ្លារបស់សម្ដេចកទេប្រមនិតប៊ុនរ៉ានីនសែនប្រធានគណៈកម្មការក្រហមកម្ពុជាត្រូវបានប្រគល់ជូនគ្រួសារក្រីក្រលំបាកខ្វះខាតខ្លាំងនៅពេលនេះទី1លោកជុនពុតអាយុ34ឆ្នាំជាពោះម៉ាយទទួលបន្ទុកចិញ្ចឹមកូន2នាក់ទី2លោកយាយតុនពៅអាយុ60ឆ្នាំជាស្ត្រីមេម៉ាយចិញ្ចឹមចៅកំព្រា1នាក់គ្រួសារនីមួយៗទទួលបានផ្ទះថ្មីមួយខ្នងទំហំ6ម៉ែត្រគុណ7ម៉ែត្រសង់ពីថ្មដំបូលប្រក់សាំងកសីមានចង្ក្រានបាយនិងបន្ទប់ទឹកក្នុងផ្ទះដែលចំណាយថវិកាចំនួន$7,900 អាមេរិកបន្ថែមពីនេះមានផ្ដល់ជូននូវសម្ភារៈសង្កត់ផ្ទះដូចជាអង្ករ100គីឡូក្រាមមី5កែត្រីខ50កំប៉ុងទឹកស៊ីអ៊ូ12ដបទឹកត្រី12ដបប្រេងឆា4ដបឆៃពៅ5គីឡូក្រាមខៀត2កញ្ចប់ក្នុងនោះមានសារ៉ុងមុងភួយក្រមាទឹកក្រូច2កែទឹកបរិសុទ្ធ5កែទឹកដោះគោប្រអប់2កែសាប៊ូកក់សក់5ដបសាប៊ូដុសខ្លួន5ដបម្សៅសាប៊ូ1ធុងសាប៊ូលាងចាន5ដបសាប៊ូទឹកលាងដៃ5ដបសម្ភារៈផ្ទះបាយ1ឈុតធំនិងថវិកា$50,000រៀលនេះឱកាសប្រគល់ផ្ទះថ្មីក្នុងនាមគណៈកម្មការក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាខ្មែរគង់ប្រថាប់ជាព្រះប្រធានកិត្តិយសលោកជំទាវពុំចន្ទនីក្រោយពីបាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកនិងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកទេប្រមនិតប៊ុនរ៉ានីនសែនប្រធានគណៈកម្មការក្រហមកម្ពុជាជូនចំពោះម្ចាស់ផ្ទះថ្មី2ខ្នងក៏បានជម្រាបជូនថាសមិទ្ធផលដែលកើតឡើងនៅថ្ងៃនេះបានបង្ហាញពីការយកចិត្តទុកដាក់និងគិតគូរខ្ពស់ចំពោះជីវភាពនិងការរស់នៅរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះគ្រប់ទីកន្លែងជាក់ស្ដែងដូចជានៅពេលនេះជាដើមដូចនេះសូមថែរក្សាមរតកដ៏មានតម្លៃនេះដែលជាសិរីសួស្តីជ័យមង្គលនិងសេចក្តីសុខឲ្យបានថិតថេរគង់វង្សយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀតដោយត្រូវថែទាំផ្ទះឲ្យបានស្អាតទាំងអនាម័យនិងបរិស្ថានស្របជាមួយនឹងទទួលបានការជួយគិតគូរផ្ដល់ជំរករស់នៅបានសមរម្យហើយនោះអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺលោកជំទាវអគ្គលេខាធិការបានក្រើនរំលឹកពីការថែទាំសុខភាពឲ្យបានល្អដើម្បីជៀសផុតពីជំងឺនានាតាមរយៈការត្រូវរស់នៅឲ្យមានអនាម័យស្អាតជានិច្ចទាំងពេលហូបចុកនិងត្រូវផឹកទឹកឆ្អិនក៏ដូចជាទុកដាក់សម្រាមឲ្យបានត្រឹមត្រូវហើយកុំដុតសម្រាមពីវាពីការជាពិសេសផ្លាស្ទិកជាដើមដែលផ្សែងហុយរបស់វាអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពទន្ទឹមនឹងនេះក៏ត្រូវប្រុងប្រយ័ត្នពីជំងឺមិនឆ្លងនានាដូចជាជំងឺមហារីកជំងឺទឹកនោមផ្អែមជំងឺបេះដូងសរសៃឈាមនិងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជាដើមដែលជាបញ្ហាសុខភាពសាធារណៈកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេកប្រៃពេកខ្លាញ់ពេកអាហារកំពុងច្រើនពេកផឹកគ្រឿងស្រវឹងនិងជក់បារីឡាក់ដូច្នេះត្រូវទប់ស្កាត់និងជៀសវាងឲ្យបានពីជំងឺទាំងអស់នេះគឺត្រូវស្រឡាញ់ខ្លួនឲ្យស្ងួនចំណីមានន័យថាកុំបរិភោគអាហារគ្មានសុវត្ថិភាពដើម្បីរួមចំណែកធ្វើឲ្យសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុព្រោះប្រទេសជាតិអាចរីកចម្រើនបានគឺពឹងផ្អែកទៅលើមូលធនមនុស្សដែលមានទាំងចំណេះដឹងនិងមានសុខភាពល្អរឹងមាំបន្ថែមពីនេះក៏សូមបន្តខិតខំប្រឹងប្រែងប្រកបមុខរបរឬការងារផ្សេងដើម្បីជួយទ្រទ្រង់ទៅដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងការសិក្សារបស់កូននិងចៅក្រោយទទួលបានផ្ទះថ្មីនិងសម្ភារៈសង្កត់ផ្ទះរួមជាមួយថវិកាគ្រួសារទាំងពីរបានបង្ហាញពីអារម្មណ៍រំភើបត្រេកអរស្ទើរស្រក់ទឹកភ្នែករោគអ្វីប្រៀបពុំបាននិងរោគពាក្យនិយាយមិនចង់ចេញក្រៅតែពីពាក្យថ្លែងអំណរគុណសម្ដេចកទេប្រមនិតប៊ុនរ៉ានីនសែនដែលធ្វើឲ្យពួកគាត់មានវាសនាបានផ្ទះដែលជាជំរករស់នៅដ៏វិសេសដែលមិននឹកស្មានដល់ក្នុងមួយជីវិតខ្ញុំបាទឈ្មោះជួនពុតបច្ចុប្បន្នមានកូន2នាក់រងថ្ងៃរស់ស៊ីកាត់ឆ្មៅគោឲ្យគេហ្នឹងមួយថ្ងៃកាត់2បាវពេលខ្លះគេឲ្យកាត់ចឹងពេលខ្លះអត់គេឲ្យប៉ុណ្ណឹងបងប្អូនគេហៅបាញ់កត្រកឲ្យគេចឹងទៅជួយបាញ់គេទៅក៏បាន 4-5,000 ទៀតខ្ញុំអត់ដែរគិតថាបានផ្ទះដល់ម្លឹងខ្ញុំមិននឹកស្មានខ្លួនឯងថាបានផ្ទះដល់ហ្នឹងខ្លួនឯងក្រពួកមិនអាចនឹកឃើញថាមានសមត្ថភាពរលុយធ្វើផ្ទះបានដល់ថ្នាក់ហ្នឹងខ្ញុំមិនដែលថាគិតហ្មងនិយាយរួមគិតថារងថ្ងៃតែបានតែមករស់ស៊ីចិញ្ចឹមកូនឲ្យតែ
កូនរស់ក៏មកតែកូនឈឺខ្ញុំពិតជាមានអារម្មណ៍ខ្ញុំបាយចិត្តយ៉ាងខ្លាំងរໄປព្រៀបទឹមអត់បានសម្ដេចប៊ុនរនីហ៊ុនសែនមានតែម្រាមដៃ10សូមឲ្យគាត់អាយុយឺនយូរក្រុមគ្រួសារតាំងពីលោកអបបាខេត្តទាំងក្រុមការងារទាំងអស់ដែលគាត់ចុះមកខំជួយព្រឹត្តជួយខ្ញុំសូមឲ្យគាត់នុកសុខបាយខ្ញុំនឹងខិតខំថែទាំផ្ទះធ្វើការងារធ្វើដើម្បីចិញ្ចឹមកូនឲ្យកូនរៀនឲ្យចេះដឹងនឹងគេកុំឲ្យល្ងឹតល្ងងដូចខ្ញុំមិននឹកស្មានថាខ្ញុំមានផ្ទះដល់ថ្ងៃហ្នឹងលបដកផលិតរកក្តាមតាមធម្មតាចាបានផ្ទះមកខ្ញុំអូរំភើបដែលបានចំដាច់លោកជួយអដេញលោកប៊ុនរនីជួយផ្ទះនឹងសម្ដែងនឹងឲ្យខ្ញុំបាននៅស្រួលផ្ទះថ្មហើយសូមអរគុណដែលលោកអាយដាមអភិបាលខេត្តដែលគាត់បានជួយខ្ញុំមកនេះខ្ញុំរីករាយសប្បាយចិត្តខ្លាំងណាស់មានអីប្រៀបមិនបានទេជូនពរសម្ដេចឲ្យអាយុយឺនយូរវែងសម្ដេចឲ្យសុខភាពល្អទៅណាមកណាឲ្យសម្ដេចចឹងឲ្យចិត្តតែដឹកនាំកូនចៅឲ្យសុខសប្បាយជីវិតខ្លួនឯងអត់លោកពូតែគេថាមានចឹងហ៎តើឡូវមកចឹងខ្ញុំថារំភើបចិត្តហ្មងដល់ពេលខ្លួនខ្ញុំអត់ដឹងថាមានដល់ដំណាក់កាលថាមានផ្ទះថ្មនៅទេដល់ពេលចំដាច់ជួយចឹងខ្ញុំអូរីករាយក្នុងចិត្តសប្បាយចិត្តខ្ញុំពឹងសុំលោកអភិបាលនឹងធ្វើខ្ញុំអត់តែនោះអីគេអនាម័យចាសុំទៅឲ្យគាត់ទាំងជួយខ្ញុំមិនឲ្យបានធ្វើអនាម័យដើម្បីមានចាដើម្បីចាំចៅចាំជីវិតចា សូមបញ្ជាក់ថាសមិទ្ធផលថ្ងៃនេះគឺកើតឡើងទៅតាមអនុសាសន៍របស់សម្ដេចកតេប្រមនិតប៊ុនរនីនសែនដែលណែនាំដល់មន្ត្រីក្រមអាវ៉ាតពិសេសតាមបណ្ដាសាខាទាំងអស់ត្រូវចុះពិនិត្យនិងស្វះស្វែងរកអ្នកដែលត្រូវការឲ្យកាកបាទក្រហមកម្ពុជាជួយជាចាំបាច់ដើម្បីបន្តជីវិតនិងជីវភាពរស់នៅដោយករណីជនងាយរងគ្រោះទាំងពីរគ្រួសារនេះបន្ទាប់ពីឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនិងលោកជំទាវបានចុះមកជួបនិងពិនិត្យស្ថានភាពរស់នៅជាក់ស្ដែងពិតប្រាកដរួចមក ក្នុងការនោះដែរលោកជំទាវពុំចន្ទនីអគ្គលេខាធិការនិងឯកឧត្តមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌនិងលោកជំទាវព្រមទាំងគណៈប្រតិភូកាកបាទក្រហមកម្ពុជាក៏បានចែកអំណោយមនុស្សធម៌សម្រាប់ការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន23គ្រួសាររស់នៅភូមិព្រៃស្រឡែងឃុំទូអំពើស្រុកបរសែតខេត្តកំពង់ស្ពឺដែលចូលរួមធ្វើជាសាក្សីក្នុងពិធីនេះដែលក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី2កែសត្រីខ10កំប៉ុងទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរប្រេងឆា1ដបនិងថវិកា 20,000 រៀល